ជំរាបសួរបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជាមួយនឹងបច្ចេកគម្រោង AirDrop មួយទៅកាន់បងប្អូនទាំងគ្នាដែលបងប្អូនទាំងគ្នាគួរតែលេងក៏ដូចជាគួរតែសន្សំកាក់វាទុកណាបាទហើយឬមួយក៏សន្សំ point ដែលយើងហៅថាបន្ទុករបស់វាទុកហ្នឹងបាទហើយបច្ចេក AirDrop មួយនេះគឺមានឈ្មោះថា K-Link AirDrop បងប្អូនហើយបច្ចេកនេះគឺវាដូចជានឹងបច្ចេក Social Value មែនតើបាទវាមាន Air វាមានអីហើយណាមួយវាគឺជាបច្ចេក AirDrop របស់ K-Link Wallet ផ្ទាល់បាទវាគឺជា AirDrop របស់ Wallet ចឹងណាហើយការរំពឹងទុកក្នុងការបញ្ចុច AirDrop ហ្នឹងគឺអាចទទួលបានជាលុយកាក់ច្រើនឬមួយក៏អាចទទួលបានអឺបាទកាក់ច្រើនអីចឹងទៅដែលយើងនឹងទទួលបានហើយកាក់វាអាចនឹងទទួលបានតម្លៃថ្លៃអីចឹងបាទហើយនេះគឺជាទម្រង់នៅក្នុង AirDrop ដែលខ្ញុំបានធ្វើរួចហើយបាទបានជួញរួចហើយខ្ញុំនឹងបង្ហាញវីដេអូទៅបងប្អូនរបៀបនៃការចូលរួម AirDrop នៅពេលបន្តិចទៀតនេះគឺខ្ញុំជួញបានជិត1លាន point ដែរបងប្អូនណាបាទហើយយើងក៏អាចបន្តម៉ាញ point របស់វាក្នុងរយៈពេល8ម៉ោងម្ដងបានទៀតបាទគឺដូចនិយាយតាមគឺវាដូចនឹង social value មែនតើហើយបងប្អូនដឹងហើយអ្នកដែលគាត់បានចូលរួមជាមួយនឹងគម្រោង social value គឺបានលុយច្រើនមែនតើអ្នកខ្លះបានរហូតដល់រាប់ពាន់ដុល្លារបាទទៅលើ AirDrop social ណាបាទយ៉ាងហោចណាស់ក៏បាន$50ដែរបាទទៅលើ project social អូខេបងប្អូនហើយវាមាន test មានអីសម្រាប់យើងធ្វើដែរអញ្ចឹងណាតិចទៀតខ្ញុំបង្ហាញទៅនៅរបៀបធ្វើឲ្យបងប្អូនអាចតាមដានវីដេអូហ្នឹងពីដើមរហូតដល់ចប់ទៅហើយនេះគឺជាទម្រង់នៅលើ Telegram bot ហើយវាមាន app របស់វាដែរបងប្អូនណាបាទនេះគឺយើងត្រូវ join ទៅលើ app ក៏ដូចជា Telegram របស់វាបាទនៅក្នុង app របស់វាហ្នឹងគឺវាជា wallet មួយដែលយើងអាចទុកកាក់ cryptocurrency អីដូចនឹង wallet ផ្សេងៗដែរអញ្ចឹងនេះបងប្អូនបាទអញ្ចឹងបាទខ្ញុំប្រាប់ថាវាគឺជា AirDrop របស់ wallet អញ្ចឹងណាយើងគួរតែចូលរួមហើយនៅលើ wallet ហ្នឹងគឺយើងអាច earn point បានបន្ថែមទៀតនេះបាទដើម្បីចូលរួមជាមួយនឹង K-Link AirDrop បងប្អូនដែលកំពុងតែមើលវីដេអូរបស់ខ្ញុំបងប្អូនគ្រាន់តែ select ទៅលើចំណងជើងវីដេអូរបស់ខ្ញុំហ្នឹងមកបន្ទាប់មកបងប្អូន scroll ទៅក្រោមបន្តិចបងប្អូនចុចទៅលើពាក្យ more បាទបន្ទាប់មកបងប្អូននឹងឃើញខ្ញុំដាក់ link មួយសម្រាប់ឲ្យបងប្អូនធ្វើការចុចដើម្បីទៅ download កម្មវិធីឲ្យបងប្អូនអាចធ្វើការចុចទៅលើ link ហ្នឹងមកវានឹងនាំបងប្អូនទៅកាន់ Play Store ឬមួយក៏ App Store ដើម្បីធ្វើការតម្លើង K-Link Wallet អញ្ចឹងយើងចុចទៅលើ link ហ្នឹងមកហើយបន្ទាប់មកយើងរើស browser មួយមកបាទយើងប្រើ Chrome ឬមួយក៏ Safari ឬមួយក៏ Google អានឹងតាមចិត្តទេហើយសម្រាប់ខ្ញុំ recommend ឲ្យប្រើ Chrome អញ្ចឹងយើង select ទៅលើ Chrome មកបន្ទាប់ពីយើងចុចតាមរយៈ Chrome ហើយគឺវានឹងមកដល់ផ្ទាំងមួយដើម្បីឲ្យយើងធ្វើការតម្លើង app អញ្ចឹងគេដាក់ថា get the app អញ្ចឹងកន្លែងនេះគេដាក់ថា get the app នៅលើ App Store អញ្ចឹងយើងចុចទៅលើនឹងមកបាទបន្ទាប់មកបងប្អូនវានឹងបើកទៅកាន់ App Store ដើម្បីឲ្យយើងធ្វើការតម្លើងតែម្ដងបាទអញ្ចឹងបងប្អូនធ្វើការចុចទៅលើ get មកដើម្បីធ្វើការតម្លើងបន្ទាប់ពីយើងបានធ្វើការតម្លើងវាពេញហើយយើងចុច open កម្មវិធីមកបន្ទាប់ពីយើង open គឺមកដល់ទម្រង់ក្នុងការចុះឈ្មោះតែម្ដងបាទហើយទម្រង់នេះគឺបងប្អូនត្រូវធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា first name ហើយ last name បាទហើយ email ហើយ birthday បាទហើយនិង country អញ្ចឹងសម្រាប់ first name បាទគឺបងប្អូនត្រូវដាក់ដូចដាក់ញបានយើងមកព្រោះវាគឺជាប្រភេទ wallet អញ្ចឹងក្រែងលោវាទាមទារឲ្យយើង verify ឬមួយក៏ធ្វើ KYC គឺយើងអាចយកដាក់ញបានរបស់យើងមក verify ក្នុងការធ្វើ KYC បានអញ្ចឹងដំបូងយើងដាក់នាមតកូលយើងមកហើយបន្ទាប់មកយើងដាក់នាមខ្លួនបាទហើយកន្លែងនេះយើងត្រូវបញ្ចូល email មួយមកដែលយើងអាចប្រើប្រាស់បាន email ដែលយើងនៅប្រើណាបាទហើយបន្ទាប់មកកន្លែងនេះយើងបំពេញជាមួយនឹងថ្ងៃខែឆ្នាំកំណើតបាទហើយបន្ទាប់មកយើងរើសប្រទេសហើយយើងឆែកមួយមកហើយយើង continue អញ្ចឹងខ្ញុំសូមបំពេញព័ត៌មានផ្ទាល់ខ្លួនចូលសិនត្រង់ចំណុចនេះខ្ញុំនឹងបង្ហាញកន្លែងដាក់ថ្ងៃខែឆ្នាំកំណើតជូនបងប្អូនបន្តិចក៏លោកបងប្អូនអត់ចេះដាក់អញ្ចឹងណាយើង select ទៅលើនឹងមកបន្ទាប់មកថងនេះគឺយើង select ថ្ងៃណាបាទ select ថ្ងៃឬមួយក៏ select ខែហើយនេះយើង select ថ្ងៃកើតយើងសិនមកយើងកើតថ្ងៃណាយើងដាក់ថ្ងៃហ្នឹងណាបាទថ្ងៃ1រហូតដល់ថ្ងៃ31ហ្នឹងបងប្អូនកើតថ្ងៃទីប៉ុន្មានចាំបងប្អូនអាចមើលតាមតាក់ញិនបានបងប្អូនមកហើយសម្រាប់ខែឆ្នាំយើងចុចនៅក្នុងកន្លែងនេះបាទចុចមកបាទខាងនេះគឺយើងអាចរើសខែអញ្ចឹងណា January February March អីចឹងទៅបាទខែ1ខែ2រហូតដល់ខែ12អីចឹងទៅបងប្អូនអាចមើលទៅណាបាទ select ទៅតាមនឹងទៅបាទហើយបន្ទាប់មកខាងនេះគឺឆ្នាំយើង select ឆ្នាំបាទយើងអាចអស់ឡើងលើទៅវាមានឆ្នាំ2005 2006ឬមួយក៏2000 1900ជាងឬមួយក៏8ជាងអីចឹងទៅបងប្អូនរើទៅតាមនឹងចឹងណាបាទអូខេហើយអញ្ចឹងហើយបន្ទាប់ពីបងប្អូនបំពេញហើយយើងចុច confirm មកហ្នឹងហើយបងប្អូនបន្ទាប់ពីយើងបានបំពេញព័ត៌មានដូចជានាមតកូលបាទនាមខ្លួនហើយបញ្ចូលជាមួយនឹង email ហើយថ្ងៃខែឆ្នាំកំណើតហើយ select យកប្រទេសបាទយក Cambodia បន្ទាប់មកយើង type គ្រីសនៅក្នុងប្រអប់ហ្នឹងមួយមកបាទហើយបន្ទាប់មកយើងចុចទៅលើប៊ូតុង continue អូខេឥឡូវវានឹងដំណើរការទៅ step ទី2ទៀតបាទអញ្ចឹងយើងរងចាំបន្តិចសិនបន្ទាប់មកដល់ step ទី2គឺយើងត្រូវធ្វើការ verify email អញ្ចឹងយើងចូលទៅកាន់ប្រអប់សារ email របស់យើងមកយើងនឹងទទួលបានលេខកូដមួយបាទពីខាង K-Link Wallet ទេអញ្ចឹងយើងគ្រាន់តែចូលទៅកាន់ email របស់យើងដែលយើងបានបំពេញមុនហ្នឹងណាបាទហើយយើងទៅយកលេខកូដដើម្បីយកមកបន្ទាប់ពីយើងចូលមកកាន់ email របស់យើងទទួលបាន mail មួយពីខាង K-Link
ចឹងយើងចុចទៅលើ mail ហ្នឹងមកហើយយើងនឹងទទួលបានលេខកូដមួយនៅត្រង់នេះ your code verify code is គឺកូដរបស់ខ្ញុំគឺ393883ចឹងយើងគ្រាន់យកកូដហ្នឹងទៅបំពេញនៅកន្លែងដែលយើងត្រូវបំពេញមិញមកចឹងខ្ញុំនឹងបំពេញកូដនឹងចោលគឺខ្ញុំផាសចូលតែម្ដងបើបងប្អូនអាចវាយម្ដងមួយខ្ទង់ក៏បានតែសម្រាប់ហ្នឹងគឺខ្ញុំ copy ខ្ញុំផាសចូលតែម្ដងបន្ទាប់ពីយើងផាសចូលហើយយើងចុចទៅលើប៊ូតុង continue នៅខាងក្រោមបន្ទាប់ពីយើងប៊ូតុង continue រួចយើងត្រូវវាយលេខ PIN ចំនួន4ខ្ទង់លេខ PIN ហ្នឹងគឺជាលេខសម្រាប់ចូលទៅក្នុង account របស់យើងដូចជាពេលដែលយើងចូលទៅកាន់ធនាគារ ABA របស់យើងត្រូវការវាយលេខកូដ unlock អីចឹងណាបាទហើយបងប្អូនបញ្ចូលលេខ PIN ចំនួន4ខ្ទង់ហ្នឹងមកបងប្អូនចាំលេខអីបានបងប្អូនវាយលេខហ្នឹងមកណាហើយត្រូវចាំផងព្រោះតារៀងរាល់ពេលដែលយើងចូលមកកាន់ K-Link គឺវានឹងទាមទារយើងវាយ PIN នឹងបញ្ចូលបាទហើយ PIN ហ្នឹងគឺបងប្អូនត្រូវបញ្ចូលពីរដងចឹងណាបាទម្ដងហើយម្ដងទៀតចឹងទៅបាទអញ្ចឹងខ្ញុំនឹងបញ្ចូល PIN របស់ខ្ញុំចូលសិនអូខេឥឡូវយើងបញ្ចូលឲ្យម្ដងវានឹងទាមទារឲ្យយើងបញ្ចូលម្ដងទៀតបាទ confirm PIN អញ្ចឹងយើងវាយលេខកូដដដែលហ្នឹងដូចមិញហ្នឹងចូលម្ដងទៀតមកបាទអូខេឥឡូវនេះគឺខ្ញុំបានហើយអញ្ចឹងវាដាក់ថា successfully បាទបន្ទាប់មកបងប្អូនចុចទៅលើពាក្យថា allow notification បាទអញ្ចឹងយើងចុច allow មួយមកបាទអូខេអញ្ចឹងយើងបានបង្កើតហើយបាទនៅក្នុង wallet នេះហ្នឹងហើយបងប្អូនហើយតម្រង់វាគឺដូចហ្នឹងហើយអ្វីដែលបងប្អូនត្រូវធ្វើទៀតបងប្អូនឲ្យចុច link ដែលខ្ញុំដាក់នៅខាងក្រោម video description មួយទៀតដែលខ្ញុំដាក់ថា link សម្រាប់ join បាទ Telegram bot របស់ K-Link បាទ K-Link wallet ដើម្បីយើង link ភ្ជាប់គ្នាជាមួយនឹងកម្មវិធីហ្នឹងបាទអញ្ចឹងដូចខ្ញុំនិយាយចឹងគឺវាដូចនឹង social value ដែរអញ្ចឹងយើងត្រូវ link Telegram របស់វាបាទ Telegram airdrop ហ្នឹងជាមួយនឹងខាង app ចឹងណាបាទអញ្ចឹងគឺវាដូចគ្នាអូខេហើយអ្វីដែលបងប្អូនត្រូវធ្វើគឺយើងត្រូវចូលទៅកាន់ YouTube របស់ខ្ញុំមកអញ្ចឹងបងប្អូនចូលមកកាន់វីដេអូរបស់ខ្ញុំដដែលមកហើយចុចទៅលើចំណងជើងហើយ select description ចុចលើពាក្យ more មកបងប្អូននឹងឃើញ link បាទខ្ញុំមានដាក់2បាទ link ខាងលើមួយគឺ link សម្រាប់ចុះឈ្មោះ download app ដើម្បីចូលរួម airdrop ហើយ link មួយទៀតគឺខ្ញុំដាក់នៅខាងក្រោមគឺ link ដើម្បីចូលរួមនៅលើ Telegram bot airdrop បាទ K-Link អីចឹងទៅបាទបងប្អូនចុច link ទី2ម្ដងបាទមុនហ្នឹងគឺយើងចុច link ទី1ហើយពេលនេះគឺយើងចុច link ទី2បាទនេះគឺជាឧទាហរណ៍សម្រាប់បងប្អូនងាយយល់ទេបងប្អូនមើល link ទៅឃើញហើយក្នុងហ្នឹងពិតប្រាកដទៅគឺខ្ញុំអត់ទាន់បានដាក់ link ឲ្យទេបាទចាំបងប្អូនដែលនៅមើលវីដេអូរបស់ខ្ញុំ select ទៅគឺឃើញ link ខ្ញុំដាក់ឲ្យហើយបាទហ្នឹងហើយបន្ទាប់មកយើងចុច link ហ្នឹងមកបន្ទាប់ពីបងប្អូនចុច link ហ្នឹងបងប្អូន select browser មួយមកយកជ្រោមដដែលមកណាបាទហ្នឹងហើយបន្ទាប់មកគឺវាទាញយើងមកកាន់ Telegram bot បាទអញ្ចឹងបងប្អូនចុចទៅលើពាក្យ allow បាទអញ្ចឹងវានឹងនាំមកកាន់ bot របស់ K-Link airdrop ឯងអញ្ចឹងយើងចុច start មកបាទអូខេហើយបន្ទាប់មកបងប្អូននឹងឃើញពាក្យថាលុញឬមួយក៏ចុច start now ក៏បានអញ្ចឹងខ្ញុំចុចទៅលើពាក្យលុញហើយចុចទៅលើ link នៅខាងលើយើងហងចាំវាបន្តិចបន្ទាប់មកបងប្អូននឹងឃើញនៅត្រង់នេះគេដាក់ថា link app បាទយើងចុចទៅលើ link app ហ្នឹងមកបាទបន្ទាប់ពីយើងចុចទៅលើ link app គឺវាមកដល់ផ្ទាំងដែលមានទម្រង់បែបនេះតែម្ដងបាទផ្ទាំងនេះគឺវាមានចំនួន4ផ្ទាំងហ្នឹងបងប្អូននៅលើ Telegram bot របស់វាគឺវាមាន referral បាទ test airdrop ហើយ status បាទអញ្ចឹងយើងមើលកន្លែង referral នេះគឺជាកន្លែងដែលយើងអាច invite friend ឬមួយក៏យើងអាចធ្វើការណែនាំមិត្តភក្តិអញ្ចឹងណាបាទអញ្ចឹងយើងអាចចុច copy link នៅត្រង់នេះដើម្បីធ្វើការ invite friend បានហើយទី2គឺ test បាទគឺយើងអាចមកកន្លែង test នេះគឺយើងសន្សំបន្ទុកនៅត្រង់ចំណុច test នេះឯងហើយនៅលើចំណុច test ហ្នឹងគឺបងប្អូនឃើញឯងtest ទី1គឺនៅលើការ join ទៅលើ community ហើយ community របស់វាហ្នឹងគឺមានដូចជា Telegram group របស់វាហើយ join ទៅលើ TG chat បាទ Telegram chat បាទហើយជាមួយនឹង join ទៅលើ X account បាទរបស់វាទៀតហើយ join ទៅលើ Discord ហើយសម្រាប់បងប្អូនដែលអត់ទាន់មានគណនី Discord ឬមួយក៏ X account ហ្នឹងសម្រាប់ធ្វើការប្រើប្រាស់អញ្ចឹងណានៅលើ description វីដេអូខ្ញុំមាន post វីដេអូបង្ហាញពីរបៀបក្នុងការបង្កើតដូចជា X account ឬមួយក៏discount ហ្នឹងបងប្អូនអាចទៅមើលវីដេអូរបៀបបង្កើតបានបើសិនជាបងប្អូនអត់ទាន់មានបាទហើយ tab នេះគឺ go to K-Link website បាទគឺយើងចូលទៅកាន់ website របស់វាបាទហើយ tab នេះគឺយើង follow ទៅលើ TikTok របស់វាហើយនឹង tab ក្រុមគេគឺ join ទៅលើ subscribe ទៅលើ YouTube channel របស់វាបាទហើយនេះគឺលើទៅលើការថា community អញ្ចឹងមានថាទៀតគឺ social ថានៅកន្លែងនេះគឺវាអត់ទាន់បង្ហាញអីច្រើនទេតែមានដូចជាការ join ទៅលើ Google Exchange បាទហើយ Google Play Store review ហើយ app iOS បាទ review ហើយ share K-Link lead repair អីគេនេះបាទហើយនឹង red this export បាទហើយនឹង sign up KYC with bitget.io បាទ get ជា sign get.io ហើយនឹង K-Link crypto rank នេះបាទអូខេហើយនេះកន្លែងនេះគឺ social ថាហើយវាមានទៀតគឺ partner ថាអញ្ចឹងកន្លែង partner ថានេះមានន័យថាដៃគូសហការ
ជាមួយនឹង K-Link Wallet ហ្នឹងណាបងប្អូនអញ្ចឹងវាអត់ទាន់មានដៃគូសហការទេអញ្ចឹងថាហ្នឹងគឺយើងនៅពេលដែលមាន test យើងធ្វើវាមកអញ្ចឹងណាបាទហើយបន្ទាប់មកទៀតគឺកន្លែង airdrop បាទនៅកន្លែង airdrop គឺទៅលើ option ទី4របស់វានៅកន្លែង airdrop នេះគឺយើងអាចធ្វើការ mining កាក់ K-Link point នឹងបានណាតែមុននឹងយើងអាចធ្វើការ mining បានគឺវាតម្រូវឲ្យយើងធ្វើការcomplete task ទាំង23ហ្នឹងឲ្យអស់សិនទើបយើងអាចធ្វើការ mining បានអូខេបងប្អូនហើយកន្លែងនេះគឺយើងអាចធ្វើការ connect wallet អីចឹងណាបាទអូខេហើយបន្ទាប់មកគឺកន្លែង status បាទ status នេះគឺចំនួន point អ្នកដែល ranking ចឹងណាអ្នកដែលជាប់លំដាប់ថ្នាក់លេខ1លេខ2ចឹងទៅបាទហើយនេះបាទអ្នកលេខ1បាទលេខ2លេខ3អូខេអញ្ចឹងយើងចាប់ផ្ដើមធ្វើតែម្ដងទៅអញ្ចឹងខ្ញុំត្រឡប់មកកាន់ test នេះវិញដើម្បីយើងធ្វើការធ្វើ test បាទទាំងអស់ហ្នឹងបាទដើម្បីយើងអាចសន្សំ point ហើយយើងមកកន្លែង airdrop នេះបន្តិចបងប្អូនខ្ញុំប្រាប់នេះគឺជា point របស់យើងគឺជា commission ដែលយើងបានចោះឈ្មោះគឺយើងទទួលបាន 1000 point អញ្ចឹង point ហ្នឹងឯងគឺនៅពេលដែលគឺចែក airdrop គឺយើងគេនឹងបែកចែកជាកាក់ឲ្យយើងអញ្ចឹងណាបាទអូខេហើយយើងមកកន្លែង test នេះដើម្បីសន្សំ point អូខេហើយ test នេះវាអត់ខុសអីពី test ដែលយើងត្រូវធ្វើមួយ airdrop មុនទេបងប្អូនយើងគ្រាន់តែ join ទៅលើ community របស់វាយើងចុច start មកបាទហើយយើងចុច join មកណាបាទអូខេចុច mode អូខេហើយយើង back ត្រឡប់ថយក្រោយវិញមកបាទគឺដូច airdrop មុនដែរទេហើយយើងចុច claim មកណាបើចុច claim មកអូខេចឹងយើងរងចាំវាបន្តិចសិនបាទនេះគឺវាបានមួយហើយយើងដានមួយចឹងថែនេះដូចជាយើងទទួលបាន10000 point 10000 point ចឹងណាចឹងយើងធ្វើឲ្យអស់មកនេះបាទឲ្យ join group របស់គេមកបាទហើយយើង back ថយក្រោយវិញមកចឹងវានឹងវិលបែបនេះអូខេចឹងចុច claim មកហ្នឹងហើយបងប្អូនអូខេអញ្ចឹងហើយមួយទៀតអីបាទចុចដានមកហើយថែនេះគឺយើងទៅ join K-Link on នៅលើ X ណាយើងត្រូវ follow ទៅលើ X account របស់គេអញ្ចឹងវានាំយើងទៅកាន់ X ឬមួយក៏ Twitter ហើយយើងចុច follow វាមកបាទហើយយើង back ត្រឡប់ទៅកាន់ airdrop យើងវិញមកហើយយើង claim បាទអូខេគឺវាអត់អីពិបាកទេអញ្ចឹងខ្ញុំបង្ហាញបងប្អូនតិចតួចណាបងប្អូនចុចតាមអ្វីដែលគេចុច start មកវានាំយើងទៅ follow TikTok follow Instagram អីចឹងណាបាទទាំងអស់ហ្នឹងបងប្អូនធ្វើមកបាទហើយខ្ញុំនឹងបង្ហាញទៅលើការធ្វើ task social ម្ដងណាបាទកន្លែង task community ដូចដែលខ្ញុំបង្ហាញហ្នឹងគឺបងប្អូនអាចចេះធ្វើហើយកន្លែងនេះយើងអត់ចាំបាច់ធ្វើអីច្រើនទេបងប្អូនគ្រាន់តែធ្វើការចុចទៅលើពាក្យ start ចឹងមកបាទហើយយើង back ថយក្រោយវិញមកណាបាទចុច start ប៉ុណ្្នឹងហើយយើង back ថយក្រោយវិញមកគឺយើងអាច claim បានហើយបាទគឺយើងអត់ចាំបាច់ធ្វើអីច្រើនទេតែ task ហ្នឹងគឺវាតម្រូវឲ្យយើងធ្វើការបង្កើតទៅលើគូ Coin Exchange ណាតែយើងអត់បង្កើតក៏បានយើងគ្រាន់តែចុច start ហើយចុចត្រឡប់មកវិញគឺបានពិន្ទុដូចគ្នាបាទអញ្ចឹងយើងចុច start ទៀតមកនេះអូខេហើយយើង back មកវិញមកបាទចុច claim មកណាបាទនេះបងប្អូនគឺស្រួលមែនតើបាទអត់ពិបាកទេហើយយើងធ្វើការចុចដូចដែលខ្ញុំបង្ហាញហ្នឹងមកណាបាទយើងរងចាំតែ claim ទេបងប្អូនថារៀងច្រើនដែរក៏ប៉ុន្តែវាស្រួលធ្វើអញ្ចឹងណាបងប្អូនវាអត់សាំញ៉ាំនឹងការធ្វើច្រើនទេបងប្អូនធ្វើដូចខ្ញុំបង្ហាញមកនេះមាន task ច្រើនដែរហ្នឹងបាទអូខេនេះហើយបន្ទាប់មក task community អីគឺធ្វើ complete ហើយបាទហើយបន្ទាប់មកយើងចូលមកកន្លែងairdrop នេះបងប្អូនបាទចូលកន្លែងនេះairdrop នេះណាបាទចូលមកកន្លែង airdrop មកហ្នឹងហើយបន្ទាប់មកបងប្អូននឹងឃើញគេដាក់ថានេះកន្លែង connect your K-Link account គឺយើងត្រូវ connect Telegram bot របស់យើងហ្នឹងបាទជាមួយនឹង app ដែលយើងបានបង្កើតមុនហ្នឹងណា K-Link app ហ្នឹងបាទដើម្បី connect វាចូលគ្នាយើងចុចទៅលើពាក្យថា connect មកបាទបន្ទាប់មកបងប្អូនឃើញចំណុចនេះគេដាក់ថា download K-Link wallet ក៏ប៉ុន្តែយើងបាន download ហើយយើងបានចុះឈ្មោះវាហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺ already download ចុចលើហ្នឹងមកបាទហើយបន្ទាប់មកគឺយើងត្រូវវាយបញ្ចូល email ដែលយើងបាន sign up K-Link wallet មុននឹងចូលមកអញ្ចឹងយើងបំពេញ email ដែលយើងបានបង្កើត K-Link wallet បាទមុនហ្នឹងគឺចូលនៅក្នុងប្រអប់នេះអញ្ចឹងខ្ញុំនឹងបំពេញ email របស់ខ្ញុំចូលសិនយើងបំពេញ email ចូលរួចហើយបងប្អូនចុចទៅលើពាក្យថា login ណាបាទ select ទៅលើ login មកបាទអូខេហើយបន្ទាប់មកកន្លែងនេះគឺវាដាក់ថាone task remain to start mining អូខេអញ្ចឹងយើងនៅសល់ដូចជា task មួយណាបាទអញ្ចឹងយើងអាចមើលថងនេះគឺវា load connect ឲ្យយើងគឺវា load ដាននេះយើងចុចអូខេមកគឺយើងបាន connect ហើយទេបងប្អូនបាទកន្លែងដែលយើងconnect មិញណាបាទអូខេហើយកន្លែងមិញហ្នឹងយើងចូលមកកន្លែង airdrop ហ្នឹងវាឲ្យយើងបង្ហាញទៅឡងកន្លែងធ្វើការ connect ជាមួយ app ណាហើយបន្ទាប់មកបងប្អូនត្រឡប់មក test វិញណាកន្លែង test មិញហ្នឹងគឺបងប្អូននឹងឃើញកន្លែងនេះ connect K-Link account នេះបាទគឺវា load ឲ្យយើងធ្វើការ claim ចំនួន5សែនកាក់មានន័យថាយើងបាន connect complete ហើយអញ្ចឹងណាបើយើងចុច claim កាក់របស់យើងមកបាទអូខេនេះវា load ដានបាទហើយបន្ទាប់មកយើងមកកន្លែង airdrop វិញបាទយើងបងប្អូននឹងឃើញគឺយើងការធ្វើ test របស់យើងទទួលបាន
7% ធ្វើ point ជាងបាទហើយបន្តមកគឺយើងអាចបើកក្នុងការ start mining ប្រចាំថ្ងៃបានបងប្អូនអញ្ចឹងកន្លែងនេះយើងចុច start mining មកបាទអូខេគឺរៀងរាល់8ម៉ោងគឺយើងចូលមក mine ម្ដងបាទហើយបងប្អូនគឺបែបនេះឯងគឺដូចជានឹង social value ដែលគ្រាន់នេះគ្រាន់ថា social value វាមានថាឲ្យយើងធ្វើប្រចាំថ្ងៃដើម្បីទទួលបាន point អញ្ចឹងណាតែ Killing Airdrop នេះគឺវាបើកឲ្យយើងធ្វើការ mining point របស់វាតែម្ដងបាទអញ្ចឹងកន្លែងនេះគឺបងប្អូនរៀងរាល់8ម៉ោងគឺយើងត្រូវចូលមកធ្វើការmining ដូចដែលខ្ញុំបង្ហាញនឹងចូលមកកន្លែង airdrop ហ្នឹងហើយ mining មកករណីបើសិនជាវាអត់លុតឲ្យយើង mining គឺយើងត្រូវមកកន្លែង test នេះថាយើងមើលថាមាន test អីថ្មីអត់កាលណាមាន test ថ្មីមកគឺដើម្បីមុននឹងយើងអាចធ្វើការ mining បានគឺយើងត្រូវធ្វើការធ្វើ test ហ្នឹងឲ្យហើយឬមួយ complete test ហ្នឹងឲ្យហើយបាទតែបងប្អូនហើយនៅសល់ចំណុចមួយទៀតគឺយើងត្រូវ connect wallet ណាបាទ connect ជាមួយនឹង Telegram wallet ឬមួយក៏ Ton Keeper អីចឹងទៅបងប្អូនមកកន្លែង test នៅចុងចំណុច test នេះយើងឃើញខាងលើនេះ connect Ton wallet ចឹងយើង connect វាឲ្យហើយមកនេះបាទអូខេហើយយើង select យក connect with wallet with in Telegram ហ្នឹងមកណាបាទអូខេហើយអធិស្ឋានពេលខ្លះខ្ញុំអាចនឹងនិយាយអត់សូវបានពេញលេងវាអាចខុសឆ្គងទេសូមអធិស្ឋានផងដែរចុច connect មកបាទចឹងយើង connect ជាមួយនឹង Telegram wallet របស់យើងហើយបាទកន្លែងនេះយើង back វិញមកបាទគឺយើងវានឹងជាប់នឹងការ connect ជាមួយ wallet Telegram របស់យើងអញ្ចឹងកន្លែងវាលុតវាដានបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងបងប្អូនបាទក្នុងការចូលរួមជាមួយនឹង Killing Airdrop ហើយដូចខ្ញុំនិយាយពីដើមអញ្ចឹង Killing Airdrop នេះគឺមើលទៅតម្រង់ក៏ដូចជា project របស់វាគឺជាគឺវាទំនងមែនតើបាទវាដូចទៅនឹង social value ហើយមួយទៀតវាគឺជា airdrop របស់ wallet ខ្ញុំគិតថាយើងប្រហែលជាអាចទទួលបានការបែងចែកជាលុយហ្នឹងគឺបានគួរសមនៅថ្ងៃដែលគេចែក airdrop បាទហើយបើសិនជាបងប្អូនសួរខ្ញុំថាគេចែក airdrop នៅថ្ងៃណាខ្ញុំអត់ដឹងដូចគ្នាបាទយើងមានតែព្យាយាមសន្សំ point បន្ទុកបានច្រើនបាទទៅដល់រងចាំការទៅដល់ road map នៃការចែក collect airdrop គឺយើងនឹងអាចទទួលបាន airdrop ទាំងអស់គ្នាអូខេបងប្អូនហើយសម្រាប់វីដេអូនេះខ្ញុំគិតថាក៏បញ្ចប់ទៅត្រឹមហ្នឹងដែរហើយអរគុណសម្រាប់ការចំណាយពេលបងប្អូនបាទតាមដានក៏ដូចជាមើលវីដេអូរបស់ខ្ញុំបាទយើងនឹងជួបគ្នាបាទនៅវីដេអូក្រោយទៀតបាទអរគុណច្រើន